ចូលដល់រដូវកាលប្រហិនលុយទៀតហើយបងប្អូនហើយដែលខ្ញុំថាអញ្ចឹងបងប្អូនសម្រាប់អ្នកដែលគាត់មានដីដាំបន្លែដាំអីខ្លួនឯងអត់បញ្ហាទេតែសម្រាប់អ្នកដែលគាត់ដាំបន្លែដាក់ផើងដាក់ថោដូចខ្ញុំចេះគឺចុះលុយមែនតើបងប្អូនដីសឹងថាមួយឆ្នាំទិញម្ដងបងប្អូនហើយតាំងពីដីហើយជីហើយនៅពូជយើងទិញគេទៀតព្រោះបើដាំដាក់ផើងចេះពូជយើងប្រុសខ្លួនឯងអត់សូវបានផលដូចពូជដែលយើងទិញពីផ្សារមកទេហើយពូជទិញពីផ្សារមកគឺវាធន់វាមាំជាងពូជយើងប្រុសខ្លួនឯងអញ្ចឹងណាព្រោះគេមានផ្សំដើមផ្សំអីអញ្ចឹងណាហើយបានផលក៏បានផលច្រើនជាងពូជដែលយើងប្រុសខ្លួនឯងហើយតែយើងទិញពីផ្សារមកទាំងពូជទាំងដីទាំងជីហើយនៅទឹកស្រោចប្រចាំខែទៀតបងប្អូនគឺថាចុះលុយមែនតើគ្មានចំណេញទេសម្រាប់អ្នកដែលគាត់អត់សូវហូបបន្លែខ្ញុំគិតថាទិញពីផ្សារមកហូបគឺវាធូរថ្លៃជាងយើងដាំខ្លួនឯងតែសម្រាប់អ្នកដែលហូបបន្លែស្មើសាច់ដូចខ្ញុំចេះឬក៏ថាបន្លែខ្លាំងជាងសាច់ណាហូបច្រើនជាងសាច់ដូចខ្ញុំចេះដាំអញ្ចឹងទៅគឺ50-50ហើយដែលខ្ញុំថា50-50បើសិនជាពូជយើងដាំតែម្ដងវាដុះបានផលហ្មងអត់សូវខាតទេបងប្អូនប៉ុន្តែបើសិនជាពូជឧទាហរណ៍ថាខ្ញុំចង់ដាំកថាម្ទេសផ្លោកណាខ្ញុំទិញយកមកដាំម្ដងអត់ដុះទេអញ្ចឹងខ្ញុំត្រូវទិញម្ដងទៀតបើសិនម្ដងពីរដងអត់ដុះហើយចូល3ដង4ដងបងប្អូនអានេះខាតហើយព្រោះអីពូជវាអត់ថោកទេបងប្អូនពូជវាថ្លៃខ្ញុំទិញមួយដើម3ទៅ400យេនវា2ទៅ3ដុល្លារអញ្ចឹងណាហើយយើងឡើង3 4ដងហើយក៏ម្ទេសផ្លោកមួយដើមសោះចង់បានតែម្ដងដាំឡើង3 4ដងអញ្ចឹងខាតប៉ុន្តែបើសិនយើងដាំតែម្ដងគឺវាដុះអានឹងវាអត់ខាតទេបងប្អូនហើយក៏មិនចំណេញដែរព្រោះអីយើងនៅត្រូវប្រើប្រាស់ជីប្រើប្រាស់ទឹកប្រចាំខែចុះលុយចុះអីទៀតចឹងណាសម្រាប់ខ្ញុំការដាំដុះដាក់ផើងចេះទោះបីជាខ្ញុំដឹងថាវាមិនចំណេញ50លើ50ពេលខ្លះក៏ខាតចឹងទៅប៉ុន្តែខ្ញុំនៅតែពេញចិត្តដាំដុះបែបនេះឯងដោយសារតែវាជួយខ្ញុំបានច្រើនមែនទែនគឺវាជួយទៅលើការថាអបសុកកាត់ stress យើងចឹងទៅហើយពេលខ្លះយើងដាំដុះចឹងក៏ធ្វើឲ្យយើងមានអារម្មណ៍ល្អពិសេសគឺខ្ញុំទទួលបានអារម្មណ៍ល្អច្រើនមែនតើនៅពេលដែលយើងដាំបន្លែយើងហើយឃើញបន្លែយើងដុះមកវាបានផលបានអីយើងសប្បាយចិត្តនឹងការប្រមូលផលណាទោះបីជាបានតិចតួចអីក៏ដោយពេលខ្លះគឺមានអារម្មណ៍សប្បាយចិត្តមែនតើនៅពេលដែលខ្លួនឯងថាដាំបន្លែខ្លះដាំ3ទៅ4ដងអត់ដុះទេប៉ុន្តែដល់យើងដាំលើកទី5វាបែរជាដុះហើយទទួលបានផលទៀតអារម្មណ៍ពេលហ្នឹងគឺថាសប្បាយចិត្តមែនតើបងប្អូនទោះបីជាដឹងថាចំណាយលុយទៅលើបន្លែហ្នឹងវាខាតក៏ដោយប៉ុន្តែលក្ខណៈថាវាមិនមែនខាតលិចលង់រហូតដល់ថាធ្វើយើងទ្រាំទ្របានទេទ្រាំទ្របានតិចតួចអញ្ចឹងណាហើយការដាំបន្លែដាក់ផើងចេះបងប្អូនវាគឺជាជំរកមូលដ៏សម្បូរបែបតែម្ដងដោយសារតែបន្លែយើងដាំដាក់ផើងខែក្តៅនៅពេលដែលយើងស្រោចទឹកតែមួយផ្លែទេទឹកវាហូតអស់ហើយអញ្ចឹងហើយយើងត្រូវរកថាសហ្នឹងមកត្រក្រោមផើងបន្លែយើងហ្នឹងដើម្បីឲ្យទឹកគឺវាដក់នៅហ្នឹងបើមិនអញ្ចឹងទេល្ងាចបន្តិចបន្លែយើងងាប់បាត់ហើយកាលណាមានទឹកដក់ទៅទឹកវាហូតឡើងវាធ្វើឲ្យបន្លែយើងវាអត់អន់វាអត់ស្លោកអត់ឆាប់ងាប់ហើយកាលណាដែលយើងយកថាសមកត្រអញ្ចេះគឺវាមានទឹកដក់បងប្អូនដឹងហើយគឺថាមុខវាពងវាអីដាក់ហើយនិយាយពីថាបងប្អូនបើថាធ្លាក់ភ្លៀងមួយមេទេ2 3ថ្ងៃក្រោយយើងគាត់តែគោះដើមបន្លែយើងទៅគោះវប់លើកតងបន្លែយើងឡើងមកបងប្អូនគឺថាមុខហើចាញ់ដូចរុយរោមផុកចឹងបងប្អូនហើយសម្រាប់អ្នកមានកូនទូចដូចខ្ញុំចេះបើចង់យកកូនចេញមកលេងក្រៅគឺតើដុតធូបមុខបង្អើលមុខណាមុខអត់ងាប់ទេបងប្អូនយើងដុតធូបមុខខ្ញុំនិយាយមែនមុខជប៉ុនគឺអត់ងាប់ទេបានត្រឹមតែមកផ្អើលទេពេលខ្លះវាមិនផ្អើលវាបែរទៅជាស៊ាំថ្នាំមុខនឹងវិញណាទោះបីជាការដាំបន្លែដាក់ផើងនឹងវាបង្កើតជាជំរកមុខជំរកអីក៏ដោយប៉ុន្តែខ្ញុំក៏អត់ចុះចាញ់ទេបងប្អូនខ្ញុំនៅតែដាំព្រោះបើខ្ញុំមិនដាំក៏ផ្ទះអ្នកចិត្តខាងគាត់ដាំដែរអញ្ចឹងវាទៅកើតមុខកើតអីដូចគ្នានេះយើងដាំទៅវាជួយកាត់ត្រេះកាត់អីដែរផងអញ្ចឹងណាហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងឯងបងប្អូនអរគុណច្រើនបងប្អូនសម្រាប់បងប្អូនមើលនៅក្នុង page បងប្អូនកុំភ្លេចជួយ follow page របស់ខ្ញុំម្នាក់មួយផងហើយសម្រាប់បងប្អូនមើលនៅក្នុង channel YouTube បងប្អូនកុំភ្លេចជួយ subscribe channel YouTube ខ្ញុំម្នាក់មួយផងដែរអរគុណច្រើនបងប្អូនទាំងអស់គ្នាជម្រាបលា